មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលើកឡើងថាការប្រឡងបាក់ឌុបនៅខេត្តសៀមរាបប្រព្រឹត្តទៅប្រកបដោយតម្លាភាពសុក្រិតភាពនិងការចូលរួមពីភាគីពាក់ព័ន្ធគ្រប់ស្ថាប័នក្នុងឱកាសអញ្ជើញបើកវិញ្ញាសាជូនបេក្ខជននៅខេត្តសៀមរាបនៅព្រឹកថ្ងៃទី10ខែសីហាឆ្នាំ2026នេះឯកឧត្តមសោមរតនាអនុរដ្ឋលេខាធិការក្រសួងអប់រំនិងជាប្រធានគណៈមេប្រយោគទូតទាំងប្រទេសប្រចាំខេត្តសៀមរាបបានបញ្ជាក់ថាដំណើរការនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តសៀមរាបត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ដោយមានការចូលរួមសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ធានាបាននូវកម្រិតខ្ពស់បំផុតនៃភាពសុក្រិតនិងយុត្តិធម៌ឯកឧត្តមសោមរតនាបានគប់បញ្ជាក់ថាគ្រប់ដំណាក់កាលនៃការរៀបចំចាប់តាំងពីការធ្វើវិញ្ញាសាការវេចខ្ចប់រហូតដល់ការដឹកជញ្ជូនវិញ្ញាសាគឺសុទ្ធតែត្រូវបានអនុវត្តដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើនស្ថាប័នជាពិសេសគឺមានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយរួមនឹងអ្នកសង្កេតការណ៍មកពីស្ថាប័នផ្សេងៗនៅថ្ងៃបើកហូបវិញ្ញាសាផ្ទាល់គឺមានការចូលរួមពីគ្រប់ភាគីទាំងអស់រួមទាំងឯកឧត្តមអភិបាលខេត្តនិងឯកឧត្តមតំណាងអង្គភាពប្រឆាំងអំពើពុករលួយដែលនេះសបញ្ជាក់ឲ្យឃើញពីភាពសុក្រិតភាពតម្លាភាពនិងយុត្តិធម៌សម្រាប់បងប្អូនជាក្មួយបេក្ខជនទាំងអស់ខ្ញុំសូមបញ្ជាក់ជូនមួយខ្លីថាយើងមានការសម្រាប់ការរៀបចំធ្វើវិញ្ញាសាក្តីការវេចខ្ចប់វិញ្ញាសាក៏ដូចជាការដឹកជញ្ជូនវិញ្ញាសានេះគឺយើងធ្វើដោយមានការចូលរួមពីភាគីពាក់ព័ន្ធច្រើនបាទជាពិសេសគឺមានការចូលរួមពីអង្គភាពឆាំងអំពើពុករលួយហើយក៏យើងមានការចូលរួមពីអ្នកសង្កេតការផ្សេងចឹងអ្វីដែលខ្ញុំអាចធ្វើការគូសបញ្ជាក់ជូនបានគឺថាយើងធ្វើនេះគឺមានភាពសុក្រិតច្បាស់លាស់ល្អបាទដូចថ្ងៃនេះចឹងយើងឃើញថាយើងបើកវិញ្ញាសាក៏ប៉ុន្តែយើងមានភាគីទាំងអស់ចូលរួមនៅក្នុងការបើកវិញ្ញាសារបស់យើងនេះរួមបញ្ចូលទាំងអាដាមបាល់ខេតអាដាមតំណាងអង្គភាពឆាំងអំពើពុករលួយចឹងយើងឃើញថាអ្វីគឺយើងធ្វើទៅដោយមានសុក្រិតភាពណាមានតម្លាភាពមានយុត្តិធម៌សម្រាប់បងប្អូនទាំងអស់គ្នាចឹងអ្វីដែលខ្ញុំអាចបញ្ជាក់បានគឺថាយើងជឿជាក់ទាំងស្រុងទៅលើដំណើរការនៃការរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិនេះបាទឯកឧត្តមក៏បានបញ្ជាក់បន្ថែមថាតាមរយៈកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់គណៈកម្មការប្រឡងមានភាពជឿជាក់ទាំងស្រុងទៅលើដំណើរការនៃការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងខេត្តសៀមរាបឲ្យប្រព្រឹត្តទៅដោយរលូននិងទទួលបានលទ្ធផលដែលអាចទុកចិត្ត